រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាចិនជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមេកិត្តិយសលើកយកប្រស្នាចិនមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់7យ៉ាងទី1ដោយយល់ឃើញថាបច្ចុប្បន្ននេះភាសាចិនមានសារៈសំខាន់ខ្លាំងណាស់នៅកម្ពុជានៅលើពិភពលោកនេះក្នុងចំណោមមនុស្ស5នាក់មានអ្នកចេះនិយាយភាសាចិនទី2ចំណេះដឹងចេះហើយមិនយកមកប្រើជាពឹសពុលទី3ការឲ្យទានពរជាទានដ៏ប្រសើរជាងទានទាំងពួងទី4ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកទី5ពិភពលោកនេះគ្រាន់តែជាជំរកបណ្ដោះអាសន្នប៉ុណ្ណោះទី6យើងអាចជួយគ្នានៅអ្វីដែលយើងអាចជួយបានទី7ការចែករំលែកជាទម្លាប់ល្អរបស់ជនជាតិខ្មែរប្រស្នាទី17យ៉ាកោយ៉ាកោ圆筒拜江湖圆筒拜江湖បិទម្សៅពណ៌សក្នុងស៊ីឡាំងចៅវ៉ាន់ជីអ៊ីប៉ានចៅវ៉ាន់ជីអ៊ីប៉ានពេលព្រឹកពេលយប់ច្របាច់យកមួយចំណែកច្របាច់យកខ្លះ兄弟32儿兄弟32儿បងប្អូនប្រុស32នាក់都说有好处都说有好处សុទ្ធតែនិយាយថាមានប្រយោជន៍ប្រស្នានេះគឺយ៉ាកោយ៉ាកោថ្នាំដុសធ្មេញជាបន្តយើងនឹងសិក្សាពាក្យនីមួយសឹងជឺពាក្យថ្មីថង圆筒ស៊ីឡាំងបាយចាំងម្សៅពណ៌ស兄弟បងប្អូនប្រុស好处ប្រយោជន៍ផលប្រយោជន៍តោសួសុទ្ធតែនិយាយថាឬនិយាយទាំងអស់គ្នាតោសួសុទ្ធតែនិយាយថានិយាយទាំងអស់គ្នាអ៊ីប៉ានខ្លះឬជាទូទៅយោមានជីលើកអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសកជួបយាននិងឧបាសិកាខីកាសេនៅខេត្តបាត់ដំបងលោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាចិននេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីដូចចិត្តប៉ងប្រាថ្នាការចែករំលែកជាទម្លាប់ល្អរបស់ជនជាតិខ្មែររាត្រីសួស្តីសូមជម្រាបលា